បណ្ដារាជធានីខេត្តក្រុងបាទនេះបង្ហាញពីសុខសន្តិភាពហើយចាបាញ់ខ្សែទៅខាងក្រៅបងប្អូនស្រួលបានជ័យជំនះមហាធិបតីរស្មីជ្រៃមាសបបកិបកិតគ្នាព្រះខ័នធិបតីរបស់រដ្ឋបាលខេត្តព្រះវិហារសុវណ្ណចម្ប៉ាហោះរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំបហាបហាគ្នាប៉ុន្តែសភនភាពវិញមួយយ៉ាងម្នាក់ខ្ញុំវាយតម្លៃវិញគឺអត់ដឹងថាវាយតម្លៃបែបណាទេបាទព្រោះសភនភាពល្អដូចគ្នាឯកស្ថានក៏ល្អដូចគ្នាស្រឡាញ់ទាំងក្រហមទាំងបៃតងបាទទាំងពណ៌នេះរៀងកាប់ស្តាំងបងកាប់ស្តាំងផ្ទៃមេឃបាទផ្ទៃមេឃរៀងស្លេតបន្តិចបាទចាឥឡូវយើងឃើញថាលបឿនអត់មានដូចគ្នាទេខ្សែទឹកខាងក្រៅហាក់ដូចជាដកបន្តិចសុវណ្ណចម្ប៉ាហោះក្នុងដកវិញនេះក្នុងដកប្រកាន់ទឹកដីនេះដកឥឡូវនៅស្មើគ្នាមិនស្មើគ្នាដកអត់ដកទេនៅទេឡើងហើយប្រកាន់ទឹកដីដកហើយនេះដកមែននេះរដ្ឋបាលខេត្តព្រះវិហារដកហើយបាទឈ្នះទៅលើសុវណ្ណចម្ប៉ាហោះបាទនៅជើងទី1ដូចគ្នាល្អមើលមែនតើបានស្រួលនិយាយឥឡូវយើងបន្តទស្សនាជាបន្តបាទខ្សែទឹកខាងក្នុងព្រះខ័នធិបតីជើងទី1គឺទទួលបានជ័យជំនះលើខ្សែទឹកខាងក្នុងឥឡូវទឹកខាងក្រៅនៅតែល្អជាងរដ្ឋបាលខេត្តព្រះវិហារចាល្អណាស់សុវណ្ណចម្ប៉ាហោះក៏ជាទូកដែលល្បីល្បាញដែរបាទល្បីល្បាញណាស់សម្ដេចវិបុលសេនាភក្តីសៃឈុំល្បីល្បាញតែឥឡូវនេះមកប៉ះជាមួយនឹងព្រះខ័នធិបតីព្រះខ័នធិបតីចាបាត់តាន់ឈ្នះទេអត់តាន់ឈ្នះទេឥឡូវយើងបន្តទៅគូមួយទៀតនេះទូកថ្មីពូសែនជ័យមកពីក្រុងកញ្ចេះទទួលបានការឧបត្ថម្ភពីអេដាមនេតភក្ត្រានិងអេដាមវ៉ាថនចំណុះ73នាក់ប៉ុន្តែឥឡូវអេដាមមួយកំពុងតែចាញ់បងគេហើយព្រះខ័នធិបតីរដ្ឋបាលព្រះវិហារបាទដាច់ប៉ាត់តែម្ដងចាសម្រាប់នៃការអ៊ំបណ្ដាឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានចាឯកឧត្តមលោកឧបត្ថម្ភទូកច្រើនណាស់ដល់ទៅ20ទូកនៅក្នុងខេត្តកញ្ចេះចាហើយក៏ទទួលបានការជួយជ្រោមជ្រែងឧបត្ថម្ភពីបងប្អូនចាជាច្រើនដែលក្នុងនោះគឺមានមន្ទីរព័ត៌មានខេត្តកញ្ចេះចាក៏ដូចជាក្មួយហេងរ៉ាក្មួយហេងរ៉ាន់ចាស្រីនុចចាជួយឧបត្ថម្ភគ្រប់គ្រងគ្នាចាជាមួយនឹងទូកដ៏មានប្រជាប្រិយអពុលប្រែឬក៏បន្តធ្វើឲ្យរដ្ឋបាលខេត្តព្រះវិហារនឹងយកឈ្នះទៀតនេះយ៉ាងណាចាំមើលចាឃើញថាខ្សែទឹកខាងក្នុងកំពុងអនុមុខហើយចាប់ផ្ដើមចាក់យោងបន្តិចម្ដងឲ្យប្រខ័នធិបតីរបស់រដ្ឋបាលខេត្តព្រះវិហារចាសូមគោរពអរគុណឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារដែលលោកឧបត្ថម្ភទូកប្រខ័នធិបតីនាំមកធ្វើការប្រកួតហើយទទួលបានជ័យជំនះមួយជើងម្ដងហើយណាកាលពីជើងទី1ចាសម្រាប់ដៃជះនាគរាជភូមិថ្មីពោធិ៍សែនជ័យទទួលបានការឧបត្ថម្ភពីឯកឧត្តមនេតភក្ត្រាចារដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយនឹងឯកឧត្តមវ៉ាថនអភិបាលគណៈអភិបាលចាខេត្តកញ្ចេះហើយឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីលោកឧបត្ថម្ភទូកដល់តែ20ចាហើយនឹងមានបងប្អូនជាច្រើនទៀតដែលរួមកិច្ចសហការឧបត្ថម្ភនេះខ្សែទឹកខាងក្នុងបងប្អូននៅតែនាំមកព្រះខ័នធិបតីល្អណាស់ព្រះខ័នធិបតីលឿនអស្ចារ្យរបស់រដ្ឋបាលខេត្តព្រះវិហារជាព្រះវិហារដូចមិនមានទលេទេបាទមានទលេបាទទលេហើយក៏មានទលេលពៅទលេជាប់នឹងឡាវទឹកដីឡាវតែម្ដងបាទទលេបាទមានបាទទាំងចំណុះទូកខ្លះបែបហ្នឹងដល់ទីហើយ299ចាគឺប្រខ័នធិបតីឈ្នះជាលើកទី2បាទឈ្នះជាលើកបងចាញ់ហើយបាទទៅលើប្រខ័នធិបតីរដ្ឋបាលខេត្តព្រះវិហារក្រុងព្រះវិហារឥឡូវយើងឃើញហើយបាទព្រះខ័នធិបតីលឿនមែនតើហើយបើនិយាយពីសភនភាពវិញគឺតុបតែងលម្អកាយហ្នឹងបានល្អគយគុណតាក់ទាញមែនតើទាំងល្បឿនទាំងសភនភាពចាគឺមានចម្រុះពណ៌ខៀវក្រហមអីអញ្ចឹងទៅចុងចង្វាពណ៌សគួបផ្សំជាមួយនឹងល្បឿនលឿនបែបនេះទៀតរឹតតែធ្វើឲ្យមានភាពតាក់ទាញមែនតើគឺព្រះខ័នធិបតីរបស់រដ្ឋបាលខេត្តព្រះវិហារបាទទទួលបានជ័យជំនះហើយឥឡូវយើងត្រឡប់ទៅ133ចាបាទ133បតុមពេជ្រមនីសុកសែនជ័យកំពង់ចាមបាទព្រះខ័នធិបតីនោះតាមអត់ទាន់ទេឆ្ងាយណាស់បាទសម្រាប់ការអ៊ំបណ្ដឹងបាទប្រកាន់
បាទធិបតីទទួលបានជាជំនះហើយអាចនិយាយបានដោយសារថាលបឿននេះដាច់មួយទូកបាទការតាមនឹងក៏ពិបាកតោងដែរបើទោះបីជាថាលបឿនលឿននោះបាទឥឡូវយើងឃើញហើយព្រះខ័នធិបតីបាទគឺទទួលបានជាជំនះជាលើកទី2ទៅលើតារាអណ្ដែតផ្សៀសែនជ័យរបស់បាទអង្គញាអឹងសៀចារីឯទូគូទី130ឃើញមក3ចា3ទូកបាទចាំនៅពេលដែលទទួលបាន